ក្នុងប្រវត្តិសាស្ត្រកម្ពុជាធ្លាប់មានកងទ័ពអាកាសដ៏ខ្លាំងក្លាមួយនៅក្នុងតំបន់ដោយមានបំពាក់យន្តហោះចម្បាំងល្បីៗជាច្រើនប្រភេទក្នុងសម័យកាលនោះដូចជា MiG-17, MiG-19, MiG-21, សិនយ៉ាង J6 និង Il-39 Albatros ជាដើមប៉ុន្តែជាអកុសលក្រោយជួបវិបត្តិសង្គ្រាមស៊ីវិលរ៉ាំរ៉ៃកម្ពុជាបានធ្លាក់ចូលទៅក្នុងសភាពបែកបាក់និងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបញ្ហាទាំងនេះបានបណ្ដាលឲ្យកម្ពុជាបាត់បង់សមត្ថភាពស្នូលនៃកងទ័ពអាកាសជាពិសេសគឺកម្លាំងយន្តហោះចម្បាំងតែម្ដងតើយន្តហោះចម្បាំងនីមួយៗត្រូវចំណាយថវិកាប៉ុន្មានហើយលើអ្វីខ្លះតើចំណាយនេះអាចជាបញ្ហាដែលរារាំងឲ្យកម្ពុជាមិនមានយន្តហោះចម្បាំងដែរឬទេតោះទស្សនាវីដេអូនេះទាំងអស់គ្នាដូចតទៅយន្តហោះចម្បាំងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសមរភូមិនានាជុំវិញពិភពលោកភាគីដែលអាចគ្រប់គ្រងដែនអាកាសបានតែងតែជាអ្នកកំណត់ជោគវាសនានៅក្នុងសមរភូមិទាំងមូលប៉ុន្តែការបំពាក់យន្តហោះចម្បាំងមិនមែនជារឿងងាយស្រួលឡើយប្រទេសនីមួយៗត្រូវគិតគូរយ៉ាងម៉ត់ចត់ជាទីបំផុតត្បិតថាវាគឺជាការចំណាយដ៏ធំធេងដែលតម្រូវឲ្យមានសមាមាត្រជាមួយថវិកាជាតិរបស់ប្រទេសរៀងៗខ្លួនទោះបីជាយន្តហោះចម្បាំងខ្លះមានតម្លៃទិញថោកសមរម្យក៏ដោយវានៅតែមានការចំណាយដ៏មហាសាលដូចតទៅទី1ការថែទាំនិងគ្រឿងបន្លាស់យន្តហោះចម្បាំងមិនដូចជាយានយន្តទូទៅដែលផ្លាស់ទីនៅលើដីឬផ្ទៃទឹកទេវាអាចគៀនឬឈប់បាននៅពេលដែលវាមានបញ្ហាបច្ចេកទេសក្នុងពេលប្រតិបត្តិការក៏ប៉ុន្តែយន្តហោះចម្បាំងប្រសិនបើមានបាតុភូតខូចខាតណាមួយកើតឡើងនៅលើអាកាសវានឹងអាចបណ្ដាលឲ្យបាត់បង់អាយុជីវិតអ្នកបើកបរនិងបំផ្លាញយន្តហោះចម្បាំងភ្លាមៗតែម្ដងដោយសារតែកត្តាសុវត្ថិភាពដ៏តឹងរ៉ឹងនេះរាល់គ្រឿងបន្លាស់សម្ភារៈនិងវត្ថុធាតុដើមទាំងអស់ដែលយកមកប្រើប្រាស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹងជាទីបំផុតនិងមានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារអាកាសចរកម្រិតខ្ពស់ដែលធ្វើឲ្យវាមានតម្លៃថ្លៃជាងសម្ភារៈទូទៅរាប់រយដងលើពីនេះគ្រឿងបន្លាស់យន្តហោះត្រូវបានគេគ្រប់គ្រងដោយគោលការណ៍ថែទាំមុនពេលដែលវាខូចដែលកំណត់ដោយម៉ោងហោះហើរឬការបរិច្ឆេទច្បាស់លាស់ទោះបីជាគ្រឿងបន្លាស់នោះនៅមានស្ថានភាពល្អឬមើលទៅថ្មីយ៉ាងណាក៏ដោយក៏គេត្រូវតែដោះដូរវាចេញជាដាច់ខាតជាទូទៅយន្តហោះចម្បាំងនីមួយៗមានអាយុកាលប្រើប្រាស់ចន្លោះពី20ទៅ30ឆ្នាំក្នុងមួយឆ្នាំគេចំណាយលើការថែទាំនិងផ្លាស់ប្ដូរគ្រឿងបន្លាស់ជាមធ្យម2ទៅ9លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រឿងទៅតាមប្រភេទនិងបច្ចេកវិទ្យានៃយន្តហោះនីមួយៗទី2ប្រេងឥន្ធនៈយន្តហោះចម្បាំងប្រើប្រាស់ប្រេងឥន្ធនៈពិសេសជាងយានយន្តទូទៅដែលមានតម្លៃថ្លៃនិងមានស្តង់ដារសុវត្ថិភាពខ្ពស់ពួកវាស៊ីប្រេងខ្លាំងបំផុតនៅពេលដែលហោះហើរនៅក្នុងល្បឿនអតិបរមាឬនៅពេលដែលវាបើកប្រព័ន្ធបង្កើនកម្លាំងរុញច្រានដែលគេហៅថា afterburner ជាមធ្យមយន្តហោះចម្បាំងមួយគ្រឿងស៊ីប្រេងចាប់ពី2000ទៅ5000លីត្រនៅក្នុង1ម៉ោងហោះហើរនិងអាស្រ័យទៅលើប្រភេទយន្តហោះដែលមានម៉ាស៊ីនតូឬម៉ាស៊ីនភ្លោះដោយផ្អែកទៅលើស្តង់ដារយោធាអន្តរជាតិយន្តហោះចម្បាំងមួយគ្រឿងតម្រូវឲ្យមានការហោះហើរជាមធ្យមចាប់ពី150ទៅ250ម៉ោងនៅក្នុងមួយឆ្នាំឬប្រហែល15ទៅ20ម៉ោងនៅក្នុងមួយខែដើម្បីរក្សាសមត្ថភាពប្រយុទ្ធរបស់អ្នកបើកបរប្រសិនបើគិតទៅលើការហោះហ្វឹកហ្វឺននិងល្បាតជាមធ្យមតម្រូវឲ្យយន្តហោះត្រូវហោះហើរចំនួន200ម៉ោងនៅក្នុងមួយឆ្នាំយន្តហោះចម្បាំងមួយគ្រឿងត្រូវចំណាយទៅលើប្រេងឥន្ធនៈប្រហែល50,000ទៅ1.5 លានដុល្លារសហរដ្ឋអាមេរិកតួលេខនេះគេនៅមិនទាន់រាប់បញ្ចូលទាំងតម្លៃគ្រឿងយុទ្ធភ័ណ្ឌដែលប្រើប្រាស់នៅក្នុងបេសកកម្មហ្វឹកហាត់នៅឡើយទេទី3ការបណ្ដុះបណ្ដាលបុគ្គលិកជំនាញដំណើរការបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះចម្បាំងម្នាក់ត្រូវចំណាយពេលវេលាជាច្រើនឆ្នាំចាត់តាំងពីការហ្វឹកហាត់ហោះហើរលើយន្តហោះធុនស្រាលរហូតដល់បញ្ជាយន្តហោះចម្បាំងដែលមានល្បឿនលឿនជាងសម្លេងនិងការធ្វើសម្ពយុទ្ធជាក់ស្ដែងតាមទិន្នន័យរបស់កងទ័ពអាមេរិកការបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះចម្បាំងចំនួនទី4និងទី5ម្នាក់ត្រូវចំណាយថវិកាប្រហែល 5.5 ទៅ 10 លានដុល្លារសហរដ្ឋអាមេរិកអាស្រ័យទៅលើប្រភេទយន្តហោះចម្បាំងមួយគ្រឿងត្រូវពឹងផ្អែកទៅលើក្រុមជាងនិងអ្នកបច្ចេកទេសជាច្រើនអ្នកដើម្បីជួយត្រួតពិនិត្យប្រព័ន្ធរ៉ាដាម៉ាស៊ីនប្រព័ន្ធអាវុធនិងប្រព័ន្ធសុវត្ថិភាពមុននិងក្រោយពេលហោះហើរគេប៉ាន់ស្មានថាយន្តហោះចម្បាំងមួយគ្រឿងត្រូវចំណាយប្រាក់ខែឲ្យទៅក្រុមអ្នកបច្ចេកទេសប្រហែល 50,000 ទៅ 1.5 លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ
ទី4ការអាប់ដេតប្រព័ន្ធនិងហេដ្ឋារចនាសម្ព័ន្ធដើម្បីការពារកុំឲ្យយន្តហោះចម្បាំងហួសសម័យការធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាចាំបាច់ដែលត្រូវចំណាយថវិកាយ៉ាងមហាសាលយន្តហោះចម្បាំងត្រូវតែផ្លាស់ប្ដូរពីរ៉ាដាធម្មតាទៅជារ៉ាដាស្កេនអេឡិចត្រូនិកសកម្មនិងការដំឡើងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកថ្មីៗដែលការធ្វើបច្ចុប្បន្នភាពនេះអាចចំណាយប្រហែល10ទៅ30លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រឿងជាមួយគ្នានេះដែរពួកវាក៏ត្រូវការធ្វើការអាប់ដេតទៅលើប្រព័ន្ធបញ្ជាការដើម្បីអាចបាញ់កាំជ្រួចនិងគ្រាប់បែកឆ្លាតវៃជំនាន់ថ្មីដែលកាំជ្រួចមួយដើមមានតម្លៃចាប់ពី1លានទៅ 2.5 លានដុល្លារសហរដ្ឋអាមេរិកលើពីនេះយន្តហោះចម្បាំងទាមទារហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទ័ពអាកាសស្តង់ដារខ្ពស់ដូចជាផ្លូវរត់ដ៏រឹងមាំនិងទីតាំងរក្សាទុកអាវុធយុទ្ធសាស្ត្រនានាដែលត្រូវចំណាយថវិការាប់រយលានដុល្លារសហរដ្ឋអាមេរិកសរុបមកតម្លៃនៃការទិញយន្តហោះចម្បាំងគ្រាន់តែជាចំណែកដ៏តូចមួយតែប៉ុណ្ណោះក៏ប៉ុន្តែការចំណាយទៅលើការថែទាំប្រេងឥន្ធនៈប្រព័ន្ធរ៉ាដាប្រព័ន្ធអាវុធនិងការបណ្ដុះបណ្ដាលធនធានមនុស្សទើបជាការចំណាយដ៏ធំធេងពិតប្រាកដយ៉ាងណាមិញដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការស្វែងយល់ថាយន្តហោះចម្បាំងមួយគ្រឿងចំណាយអស់ប៉ុន្មានយើងត្រូវបែងចែកការចំណាយទៅជា2ប្រភេទដូចតទៅទី1ការចំណាយប្រចាំឆ្នាំចំណាយនេះរួមមានថ្លៃប្រេងឥន្ធនៈសម្រាប់ហោះហើរថ្លៃថែទាំដោះដូរគ្រឿងបន្លាស់ដែលខូចខាតក្នុងពេលវឹកហាត់និងប្រាក់បៀវត្សសរុបមកយន្តហោះចម្បាំងមួយគ្រឿងត្រូវចំណាយប្រាក់ប្រចាំឆ្នាំចន្លោះពី3ទៅ12លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំទី2ការចំណាយលើអាយុកាលប្រើប្រាស់រយៈពេលវែងចំណាយនេះសំដៅទៅលើក្រុមចំណាយផ្សេងទៀតដែលមិនកើតឡើងជារៀងរាល់ឆ្នាំមានដូចជាការដោះដូរប្រព័ន្ធរ៉ាដាប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកការអាប់ដេតប្រព័ន្ធបញ្ជាអាវុធជាដើមវាទាមទាររយៈពេល10ទៅ15ឆ្នាំម្ដងក្នុងការដោះដូរដែលត្រូវចំណាយប្រាក់ចាប់ពី10ទៅ30លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រឿងឧទាហរណ៍ថាបើយើងមានយន្តហោះចម្បាំង F-16 ចំនួន20គ្រឿងបម្រើការនៅក្នុងជួរកងទ័ពអាកាសនោះនៅក្នុងមួយឆ្នាំយើងនឹងត្រូវចំណាយថវិកាប្រហែល60ទៅ240លានដុល្លារសហរដ្ឋអាមេរិកទៅលើការថែទាំនិងជួសជុលប្រចាំឆ្នាំហើយនៅចន្លោះ10ទៅ15ឆ្នាំក្រោយទៀតយើងនឹងត្រូវចំណាយប្រហែល200ទៅ900លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតដើម្បីធ្វើការដោះដូរប្រព័ន្ធរ៉ាដានិងប្រព័ន្ធដទៃទៀតហេតុនេះហើយការទិញយន្តហោះចម្បាំងការបណ្ដុះបណ្ដាលថែទាំនិងការធ្វើប្រតិបត្តិការគឺជាការចំណាយហិរញ្ញវត្ថុដ៏ធំធេងបំផុតដែលទាមទារឲ្យមានការរៀបចំផែនការថវិកាឲ្យបានច្បាស់លាស់សម្រាប់រយៈពេលខ្លីនិងរយៈពេលយូរអង្វែងយើងមិនអាចបដិសេធបានទេថាយន្តហោះចម្បាំងសំខាន់ខ្លាំងណាស់នៅក្នុងពេលបច្ចុប្បន្នក៏ប៉ុន្តែប្រសិនបើកម្ពុជាចង់មានទ័ពអាកាសខ្លាំងក្លាដូចជាប្រទេសសង្ហបុរីយើងត្រូវតែកសាងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំជាមុនសិនតើបងប្អូនយល់ឃើញបែបណាដែរចំពោះការចំណាយដ៏ធំធេងខាងលើនេះជំរឿសប្រើប្រាស់ដ្រូនវាគួរតែជាជំរឿសដ៏សន្សំសំចៃនិងមានគុណភាពដែលអាចជំនួសយន្តហោះចម្បាំងបានមួយកម្រិតប្រសិនបើបងប្អូនពេញចិត្តសូមចុច Like Share និង Subscribe ជួបគ្នានៅវីដេអូបន្ទាប់សូមជម្រាបលា